ជំរាបសួរក៏ដូចជាសួស្តីទៅកាន់ប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីមកកាន់ Channel របស់ខ្ញុំនៅក្នុងថ្ងៃនេះដែរគឺខ្ញុំមានសាច់រឿងថ្មីមួយកើតឡើងនៅក្នុងភូមិដាច់ស្រយាលមួយកន្លែងដែលមានឈ្មោះថាភូមិអូដាច់ហើយសាច់រឿងមួយនេះគឺខ្ញុំទទួលបានពីប្រិយមិត្តរបស់យើងដែលគាត់ចែករំលែកដោយខ្ញុំសូមមិនបញ្ចេញឈ្មោះរបស់គាត់នោះទេដើម្បីកុំឲ្យខាតពេលយូរយើងចូលទៅក្នុងសាច់រឿងរបស់យើងទាំងអស់គ្នានៅក្នុងភូមិដាច់ស្រយាលមួយមានឈ្មោះថាភូមិអូដាច់ដែលហុំព័ទ្ធទៅដោយព្រៃឈើក្រាស់ៗនិងវាលស្រែដ៏ធំល្វឹងល្វើយតែងតែមានរឿងរ៉ាវចម្លែកកើតឡើងជាញឹកញាប់ដែលធ្វើឲ្យអ្នកភូមិគ្រប់គ្នាភ័យខ្លាចមិនហ៊ានចេញពីផ្ទះនៅពេលយប់ព្រលប់នោះទេភាពស្ងប់ស្ងាត់នៃភូមិនេះមិនមែនជាភាពស្ងប់ស្ងាត់បែបមនោរម្យឡើយប៉ុន្តែវាគឺជាភាពស្ងប់ស្ងាត់ដែលបង្កនៅអាថ៌កំបាំងនិងរឿងរ៉ាវប្រលឹងខ្មោចព្រាយបិសាចដែលអ្នកស្រុកគ្រប់គ្នាដឹងច្បាស់ថាគឺជាអ្វីជារៀងរាល់យប់ក្រោយពេលព្រះអាទិត្យលិចទៅអ្នកភូមិនាំគ្នាបិទទ្វារផ្ទះចិត្តចាក់កន្លឹះយ៉ាងរឹងមាំហើយដេកស្ដាប់សំឡេងខ្យល់បក់មកប៉ះនឹងស្លឹកឈើដែលឮសូរដោយសំឡេងធ្ងន់ធ្ងររបស់មនុស្សពាក្យចចាមអារាមអំពីអាបដែលដើរស៊ីចំណីដូចជាសត្វពាហនៈនិងឈាមស្រស់បានក្លាយជាប្រធានបទដ៏រន្ធត់ដែលគ្រប់គ្នាខ្សឹកខ្សៀវដោយក្តីបារម្ភបំផុតក្នុងចំណោមអ្នកភូមិទាំងអស់មានបុរសវ័យកណ្ដាលម្នាក់ដែលមានឈ្មោះថាលោកពូរិទ្ធគាត់គឺជាអ្នកដែលមានចិត្តក្លាហានជាងគេហើយក៏ជាអ្នកដែលមិនសូវជឿរឿងអាបធ្មប់ទាំងនោះប៉ុន្មានដែរត្បិតអីគាត់គឺជាអ្នកដើរឆ្លុះសត្វពេលយប់ដើម្បីយកមកធ្វើជាម្ហូបអាហារនិងលក់ដូរដោះស្រាយជីវភាពមួយចំណែករាត្រីមួយខណៈពេលដែលមេឃងងឹតស្លុបគ្មានសូម្បីពន្លឺព្រះច័ន្ទលោកពូរិទ្ធបានសម្រេចចិត្តរៀបចំសម្ភារៈដូចជាពិលពាក់ក្បាលកំភ្លើងខ្យល់និងថង់សំណាញ់ដើម្បីចេញទៅឆ្លុះសត្វនៅតំបន់វាលភក់ក្បែរព្រៃធំដែលល្បីថាមានសត្វស្លាបនិងកង្កែបច្រើននៅទីនោះទោះបីជាប្រពន្ធរបស់គាត់បានហាមឃាត់យ៉ាងណាក៏ដោយក៏លោកពូរិទ្ធនៅតែមានចិត្តមានះចង់ទៅទីនោះព្រោះគាត់គិតថាវាគ្រាន់តែជារឿងបោកប្រាស់ប៉ុណ្ណោះលោកពូរិទ្ធដើរចាកចេញពីផ្ទះបាត់ឆ្ពោះទៅកាន់ផ្លូវដីសដែលនាំទៅរកវាលស្រែឆ្ងាយដាច់សង្វេគពន្លឺពិលរបស់គាត់បានជះទៅលើដើមឈើធំបង្កើតជាស្រមោលអង្រួនអន្រឹកគួរឲ្យខ្លាចបំផុតប៉ុន្តែគាត់នៅតែបោះជំហានទៅមុខដោយភាពជឿជាក់ខ្យល់ត្រជាក់រងានៃខែរងាបានបក់មកប៉ះស្បែករបស់គាត់ធ្វើឲ្យគាត់ព្រឺសម្បល់តិចប៉ុន្តែគាត់បានត្រឹមតែគិតថាវាជាអាកាសធាតុធម្មតានៅពេលគាត់មកដល់ក្បែរមាត់អូរដែលមានដើមជ្រៃធំដុះត្រដែតត្រដើបស្រាប់តែមានក្លិនឆ្អាបមួយបក់មកប៉ះច្រមុះរបស់គាត់យ៉ាងខ្លាំងក្លិននោះមិនមែនជាក្លិនសត្វងាប់ធម្មតាទេប៉ុន្តែវាជាក្លិនស្អាបឈាមស្រស់ដែលធ្វើឲ្យលោកពូរិទ្ធចាប់ផ្ដើមមានអារម្មណ៍មិនស្រួលក្នុងចិត្តជាលើកដំបូងភ្លាមនោះលោកពូរិទ្ធបានឮសូរសំឡេងអ្វីមួយហោះកាត់លើក្បាលរបស់គាត់ឮសូរវឺតគាត់បានងើបបឡើងទៅលើមេឃដើម្បីមើលថាជាសត្វអ្វីឲ្យប្រកបប៉ុន្តែអ្វីដែលគាត់បានឃើញធ្វើឲ្យឈាមក្នុងខ្លួនរបស់គាត់ស្ទើរតែត្រជាក់ភ្លាមមួយរំពេចនៅចំពោះមុខភ្នែករបស់គាត់មិនមែនជាសត្វស្លាបនោះទេប៉ុន្តែវាគឺជាក្បាលមនុស្សស្រីដែលមានសក់កន្ទ្រើងរញ៉េរញ៉ៃមានភ្នែកធំក្រឡែតក្រហមដូចជារងើកភ្លើងអញ្ចឹងហើយមានសរីរាង្គក្នុងដូចជាថ្លើមប្រមាថពោះវៀនហោះឆ្វែលចោះឆ្វែលឡើងនៅលើអាកាសវាត្រូវបានគាត់កត់សម្គាល់ថាគឺជាអាប
ដោយដែលអ្នកភូមិធ្លាប់បាននិយាយប្រាប់គាត់មែនអាបនោះបានធ្លាក់ចុះមកក្បែរគុម្ពព្រៃមួយមិនឆ្ងាយពីលោកពូរិទ្ធប៉ុន្មាននោះឡើយពណ៌បៃតងដែលរេរាំចេញពីពោះវៀនរបស់វាមើលទៅគួរឲ្យខ្ពើមរអើមនិងរន្ធត់ជាពន់ពេកលោកពូរិទ្ធភ័យញ័រដៃញ័រជើងគាត់ព្យាយាមពូននៅក្រោមដើមឈើធំហើយមិនហ៊ានដកដង្ហើមខ្លាំងឡើយខណៈពេលដែលអាបនោះកំពុងតែជញ្ជក់ឈាមសត្វស្លាបមួយក្បាលដែលបានងាប់នៅទីនោះលោកពូរិទ្ធដឹងថាប្រសិនបើជាអាបនោះឃើញគាត់ប្រកាសជាគ្មានជីវិតត្រឡប់ទៅផ្ទះវិញឡើយគាត់បានព្យាយាមថយក្រោយយឺតប៉ុន្តែជាអកុសលគាត់បានជន់ទៅលើមែកឈើដែលបាក់ងាប់នៅទីនោះឬសូរតែប្រាវភ្លាមនោះក្បាលអាបដែលកំពុងជញ្ជក់ចំណីនោះបានងាកមកសម្លឹងពូរិទ្ធភ្លាមជាមួយនឹងសំឡេងសាយកក្អឹកគួរឲ្យព្រឺក្បាលខ្លាំងមែនទែនដោយមិនបង្អង់យូរលោកពូរិទ្ធបានបោះចោលសម្ភារៈឆ្លុះសត្វទាំងអស់ហើយរត់យ៉ាងលឿនសម្ដៅទៅភូមិរបស់គាត់វិញគាត់បានរត់បណ្ដើរគាត់ធ្វើការបន់ស្រន់ក្នុងចិត្តបណ្ដើរហើយគាត់សច្ចាថានឹងមិនចេញក្រៅនៅពេលយប់ប្រលប់ទៀតឡើយអាបនោះបានហោះតាមពីក្រោយគាត់យ៉ាងកកៀកប៉ុន្តែសំណាងល្អដែលលោកពូរិទ្ធរត់ចូលដល់របងវត្តកន្លែងដែលមានព្រះសង្ឃនិងសិលធម៌ចាំការពារទើបអាបនោះហោះចេញពីទីនោះទៅវិញទៅចាប់តាំងពីពេលនោះមកលោកពូរិទ្ធបានក្លាយជាមនុស្សម្នាក់ផ្សេងទៀតគាត់លែងហ៊ានដើរឆ្លុះសត្វនៅពេលយំទៀតហើយតែងតែប្រាប់កូនចៅនិងអ្នកភូមិឲ្យមានការប្រុងប្រយ័ត្នជានិច្ចបន្ទាប់ពីរឿងរ៉ាវដែលលោកពូរិទ្ធបានជួបអាបផ្ទាល់នឹងភ្នែកមកភូមិអូដាច់លែងមានសេចក្តីសុខដូចមុនទៀតហើយជារៀងរាល់ព្រឹកព្រលឹមអ្នកភូមិតែងតែឃើញសាកសពសត្វពីហណៈដូចជាគោក្របីនិងមាន់ទាដេកងាប់យ៉ាងរប៉ាត់រប៉ាយដោយមានស្នាមខ្វេះយកគ្រឿងក្នុងអស់រលីងអ្វីដែលចម្លែកនោះគឺនៅមាត់របងផ្ទះរបស់អ្នកភូមិខ្លះមានស្នាមប្រឡាក់ឈាមជារូបរាងមាត់មនុស្សដែលមើលទៅគួរឲ្យចង់ក្អួតចង្អោរលោកពូរិទ្ធទោះបើជាគាត់ភ័យខ្លាចប៉ុន្តែក្នុងនាមជាមនុស្សម្នាក់ដែលធ្លាប់ឃើញវាផ្ទាល់គាត់មិនអាចនៅស្ងៀមបានទេគាត់បានចាប់ផ្ដើមសង្កេតមើលមនុស្សម្នាក់ក្នុងភូមិហើយគាត់បានចាប់អារម្មណ៍ទៅលើលោកជ័យម៉ៅដែលជាស្ត្រីមេម៉ាយមច្ចរាជម្នាក់រស់នៅដាច់ស្រយាលពីគេនៅឯចុងភូមិយាយម៉ៅមានភ្នែកឡើងបាយស្រអាប់ហើយគាត់កម្រនឹងចេញពីផ្ទះណានៅពេលថ្ងៃបើចេញមកវិញក៏តែងតែទទួលក្រមាចិត្តឆឹងជានិច្ចយប់មួយលោកពូរិទ្ធបានបបួលមិត្តភក្តិម្នាក់ទៀតដែលមានឈ្មោះថាពូសនដែលជាអ្នកចេះមុនអាគមបន្តិចបន្តួចឲ្យទៅមើលផ្ទះយាយម៉ៅអ្នកទាំងពីរបានពួននៅក្នុងគុម្ពព្រៃក្បែររបងផ្ទះឈើចាស់របស់គាត់ភាពស្ងប់ស្ងាត់នាពេលយប់ធ្វើឲ្យសំឡេងសត្វល្អិតឮសូរសំឡេងក្រោកក្រាកស្រាប់តែនៅម៉ោងប្រហែល12កណ្ដាលអាធ្រាត្រសំឡេងគ្រឹកក្រាក់ចេញពីក្នុងផ្ទះយាយម៉ៅបានពន្លឺឡើងតាមចន្លោះក្តារជញ្ជាំងផ្ទះដែលធ្លុះធ្លាយលោកពូរិទ្ធបានឃើញពន្លឺពណ៌បៃតងរេរាំចេញមកគាត់ខំប្រឹងផ្ទៀងភ្នែកមើលស្រាប់តែឃើញក្បាលរបស់យាយម៉ៅចាប់ផ្ដើមញ័ររញ្ជួយរួចក៏ដាច់ចេញពីស្មាបណ្ដាលឲ្យសរសៃឈាមនិងគ្រឿងក្នុងចេញមកក្រៅទាំងអស់ក្បាលនោះបានហោះចេញតាមបង្អួចយ៉ាងលឿនសំដៅទៅរកផ្ទះអ្នកភូមិម្នាក់ដែលមានស្ត្រីទើបតែសម្រាលកូនរួចអាបយាយម៉ៅមិនមែនគ្រាន់តែដើរស៊ីសត្វធម្មតានោះទេប៉ុន្តែគោលដៅរបស់គាត់គឺឈាមស្រស់របស់ស្ត្រីឆ្លងទន្លេលោកពូរិទ្ធនិងលោកពូសនបានរត់តាមពីក្រោយយ៉ាងប្រុងប្រយ័ត្នពួកគាត់បានឃើញអាបនោះហោះច្រវ៉ែលជុំវិញផ្ទះរួចក៏លបចូលទៅតាមចន្លោះក្តារបាតផ្ទះដើម្បីលិតឈាមដែលស្រក់ចុះមកតាមចន្លោះក្តារអាបនោះបញ្ចេញសំឡេងខ្សើតគួរឲ្យរន្ធត់បំផុតភ្នែករបស់វាឡើងក្រហមមាំងហាក់ដូចជាកំពុងមានក្តីសុខខ្លាំងណាស់ក្នុងការជញ្ជក់ពូសនឃើញដូច្នេះក៏ចាប់ផ្ដើមសូត្រអាគមដើម្បីបង្ក្រាបប៉ុន្តែអាបនោះហ
ហាក់ដូចជាដឹងខ្លួនវាបានងាកក្បាលសម្លឹងមកមើលអ្នកទាំងពីរក៏ហោះសំដៅមកខំពេញទំហឹងការប្រយុទ្ធគ្នារវាងអាគមនិងខ្មោចបានកើតឡើងនៅកណ្ដាលវាលស្រែលោកពូសនបានប្រើខ្សែកថាការពារនិងបាច់អង្ករសិលទៅលើអាបនោះរាល់ពេលដែលក្របអង្ករសិលប៉ះនឹងគ្រឿងក្នុងអាបវាតែងតែឮសំឡេងប្រេះដូចជាភ្លើងឆេះសាច់អាបយាយម៉ៅស្រែកធ្ងោដោយការឈឺចាប់យ៉ាងខ្លាំងរួចក៏ហោះត្រឡប់ទៅផ្ទះវិញទាំងត្រដាត្រដួសលោកពូរិទ្ធនិងអ្នកភូមិដែលដឹងរឿងក៏នាំគ្នាសម្រុកទៅផ្ទះយាយម៉ៅទាំងព្រឹកព្រលឹមពួកគេបានឃើញយាយម៉ៅដេកស្ដោកស្ដឹងនៅលើផ្ទះខ្លួនប្រាណរបស់គាត់ប្រឡាក់ដោយឈាមឆ្អាបហើយនៅត្រង់មាត់របស់គាត់មានស្នាមរលាកខ្លោចយាយម៉ៅបានសារភាពទាំងដង្ហើមចុងក្រោយថាគាត់បានរៀនមន្តអាគមខុសហើយខ្លាចជាអាបបែបនេះពិតមែនគាត់បានសុំទោសអ្នកភូមិរួចក៏ដាច់ខ្យល់ស្លាប់ទៅបន្សល់ទុកនៅរឿងរ៉ាវដ៏រន្ធត់ដែលភូមិអូដាច់មិនអាចបំភ្លេចបានក្រោយពីយាយម៉ៅស្លាប់ទៅអ្នកភូមិអូដាច់ដូចជាមានភាពស្ងប់ស្ងាត់បានត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ